អារ៉ាប៊ីសាអូឌីតបង្កើតកំណត់ត្រាថ្មីប្រហារជីវិតមនុស្ស356នាក់ត្រឹមតែរយៈពេល1ឆ្នាំបើយោងទៅតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានឲ្យដឹងថាអាជ្ញាធររបស់រាជាណាចក្រអារ៉ាប៊ីសាអូឌីតនៅតំបន់មជ្ឈមបូព៌ាបានប្រហារជីវិតមនុស្ស356នាក់នៅក្នុងឆ្នាំ2025ដោយបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ចំនួនអ្នកទោសដែលត្រូវបានសម្លាប់នៅក្នុងព្រះរាជាណាចក្រក្នុងរយៈពេលត្រឹមតែ1ឆ្នាំអ្នកវិភាគបានសន្មតថាការកើនឡើងនៃការប្រហារជីវិតចំពោះសង្គ្រាមប្រឆាំងគ្រឿងញៀនដែលកំពុងបន្តរបស់ទីក្រុងរីយ៉ាតបាននឹងចាប់ផ្ដើមក្នុងប្រមាណឆ្នាំថ្មីនេះដោយអ្នកដែលត្រូវបានចាប់ខ្លួនដំបូងគេជាច្រើនត្រូវបានប្រហារជីវិតបន្ទាប់ពីដំណើរការផ្លូវច្បាប់និងការកាត់ទោសទិន្នន័យផ្លូវការដែលចេញផ្សាយដោយរដ្ឋាភិបាលបាននិយាយថាមនុស្សចំនួន243នាក់ត្រូវបានប្រហារជីវិតនៅក្នុងករណីដែលតាក់ទងនឹងគ្រឿងញៀនក្នុងឆ្នាំ2025តែមួយប៉ុណ្ណោះនេះបើយោងតាមការបូកសរុបរបស់ AFP តួលេខពីឆ្នាំ2025គឺជាឆ្នាំទី2ជាប់គ្នាដែលអារ៉ាប៊ីសាអូឌីតបានបង្កើតកំណត់ត្រាថ្មីសម្រាប់ការប្រហារជីវិតបន្ទាប់ពីអាជ្ញាធរបានប្រហារជីវិតមនុស្សចំនួន338នាក់ក្នុងឆ្នាំ2024អារ៉ាប៊ីសាអូឌីតបានបន្តការប្រហារជីវិតចំពោះបទល្មើសគ្រឿងញៀននៅចុងឆ្នាំ2022បន្ទាប់ពីការផ្អាកការប្រើប្រាស់ទោសប្រហារជីវិតក្នុងសំណុំរឿងគ្រឿងញៀនអស់រយៈពេលប្រមាណ3ឆ្នាំកន្លងទៅផងដែរ